Jam late husband ប្រតែខ្មោចប្តីរួចចុះបើអតីតស្វាមីយើងអាចប្រើពាក្យថា ex ចឹងបង ex husband ហើយនឹង late husband វាខុសគ្នាយ៉ាងម៉េចវាខុសគ្នាត្រង់ថា late husband ដាក់ពាក្យថា late នេះគឺសំដៅដល់ស្វាមីដែលចែកឋានទៅហើយជួនកាលហ្នឹងយើងមិនបានលេងលះគ្នាទេក៏ប៉ុន្តែគាត់ចែកឋានទៅអញ្ចឹងគេហៅថាខ្មោចប្តីខ្ញុំអានថាម៉េចពាក្យថ្មីណា burden ចឹងពាក្យថា burden យើងប្រើថាបន្ទុកហ្នឹងន័យថាកិច្ចការងារទាំងឡាយដែលយើងរ៉ាប់រងដែលយើងធ្វើទទួលធ្វើនឹងវាច្រើនវាជាបន្ទុកយើងវាធ្វើឲ្យយើងហ្នឹងឲ្យវា stress ណាវាធ្ងន់ណាអានេះគេហៅថា burden បន្ទុកណាបន្ទុកគ្រួសារបន្ទុកកិច្ចការងារអាហ្នឹងគេថា burden អញ្ចឹងយើងត្រូវដឹងថាអាហ្នឹងពាក្យថ្មីហើយក៏ត្រូវដឹងរបៀបនៃការអានដែរកូនសិស្សហ្នឹងចាប់និយាយថាអូខ្ញុំអត់ចង់ធ្វើជាបន្ទុកឪពុកម្ដាយរបស់ខ្ញុំទៀតទេណា I don't want to be a burden to my parents anymore អញ្ចឹងបានគ្រូគេប្រាប់មកណាសាច់រឿងវាអញ្ចឹង if you study hard ណាបើសិនបើកូនឯងខំប្រឹងប្រែងរៀនសូត្រ and are a good citizen ហើយបើកូនឯងធ្វើជាមនុស្សល្អមិនកូនឯងមិនសង្ហាកូនឯងមិនលយកូនឯងមិនចាំស្អាតស្អីទេកូនឲ្យតែកូនឯងខំប្រឹងរៀនហើយធ្វើខ្លួនឲ្យល្អទៅមិនចាំសង្ហាមិនចាំ beautiful អីខ្លាំងទេធ្វើតែប្រជាពលរដ្ឋល្អ you are a treasure to your parent អ្នកកូនឯងនោះគឺជារតនសម្បត្តិជាទ្រព្យសម្បត្តិជាមាសជាពេជ្ររបស់ឪពុកម្ដាយកូនឯង not a burden កូនឯងមិនជាបន្ទុកទេកូនឯងជាមាសជាពេជ្ររបស់ឪពុកម្ដាយ if you study hard and be a good citizen you are a treasure to your parents you are not a burden alright បាទសូមគោរពជម្រាបសួរបងប្អូនអ្នកសិក្សាភាសាអង់គ្លេសជាទីគោរពស្រឡាញ់នេះគឺជាវីដេអូមួយឆ្លើយតបចំពោះបងប្អូនដែលតែងតែសួរខ្ញុំថាលោកគ្រូយើងធ្វើមិនបានរៀនភាសាអង់គ្លេសជាពិសេសរៀនពាក្យបងប្អូនខ្លះរៀនមុខផ្លេចក្រោយរៀនក្រោយផ្លេចមុខរៀនចាំបានប្រហែលថ្ងៃផ្លេចទៅវិញទៅរួចធ្វើមិនបានឈប់ផ្លេចទៅលោកគ្រូបាទយើងមានរបៀបរៀនពាក្យដែរទេអញ្ចឹងនេះយោងទៅតាមបទពិសោធន៍នៃការរៀនរបស់ខ្ញុំចែករំលែកជាមួយបងប្អូនដែលជឿជាក់ថាវីដេអូមួយនេះនឹងជួយបងប្អូនឲ្យបានច្រើននៅក្នុងការរៀនពាក្យឲ្យឆាប់ចេះហើយចាំឲ្យបានយូរទៀតដែលមិនងាយភ្លេចទេណាបងប្អូនអាចចំណាយពេលមើលលេងឬក៏អាច share ជួយចែករំលែកបន្តផងបើសិនជាបងប្អូនគិតថាវីដេអូនេះល្អអូខេបាទតោះឥឡូវយើងរៀនយ៉ាងម៉េចពាក្យដំបូងឡើយបងប្អូនត្រូវចាំថាយើងមានចំណុចសំខាន់4សំខាន់នៅក្នុងការរៀនពាក្យឲ្យចេះទី1គឺពាក្យថ្មីបានន័យថាជារៀងរាល់ថ្ងៃបងប្អូនត្រូវតាំងចិត្តថាមួយថ្ងៃត្រូវរៀនពាក្យថ្មីឲ្យបានមួយពាក្យមិនច្រើនទេបងប្អូនខ្លះលោភយើងថាចង់ចេះឲ្យច្រើនមួយថ្ងៃ5ពាក្យមួយថ្ងៃ10ពាក្យរៀនវាច្រើនពាក្យល្អហើយប៉ុន្តែសាកល្បងតាមខ្ញុំសិនបងប្អូនណាសាកល្បងតាមខ្ញុំសិនថាមួយថ្ងៃបងប្អូនរៀនតែមួយពាក្យឬក៏2ពាក្យបានណាយ៉ាងច្រើន2ពាក្យបានណាដូចតិចពេកដឹងធ្វើមិនឆាប់ចេះលោកគ្រូឥឡូវយើងមកមើលវិធីនេះដំបូងឡើយចាំតិចទៀតខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបមួយតែអាចំណុច4នេះសំខាន់មែនទែនទី1រៀនពាក្យថ្មីបាទពាក្យថ្មីហ្នឹងដូចខ្ញុំនិយាយយ៉ាងថាមួយពាក្យឬក៏2ពាក្យបន្ទាប់មកទៀតយើងត្រូវដឹងអំពីរបៀបអានកាលណាបើយើងរៀនពាក្យថ្មីយើងអានខុសទៅវាខុសអូតូយូទៅវាកាន់តែខុសទៅតើរបៀបអាននឹងយ៉ាងម៉េចនេះអាក្បួនអាននេះa e i u u e ao នោះគឺសំខាន់ណាស់អ្នករៀនភាសាអង់គ្លេសគ្រប់កម្រិតទាំងអស់មិនថាយើងរៀនយូរឆាប់ប៉ុណ្ណាបើអត់ចេះក្បួនអានហ្នឹងទេយើងគួរតែរៀនដើម្បីពឹងខ្លួនឯងកុំឲ្យពឹងគ្រូណាបន្តមកទៀតយើងរៀនពាក្យថ្មីហើយយើងចេះអានច្បាស់ហើយយើងមករៀនបង្កើតប្រយោគដោយខ្លួនឯងលោកគ្រូខ្ញុំអត់តន់ចេះ grammar អត់តន់ចេះវេយ្យាករណ៍អីផងបង្កើតប្រយោគមិញចាំតិចទៀតខ្ញុំប្រើរបៀបបង្កើតបន្តមកទៀតក្បាច់ចុងក្រោយគឺរំលឹកពាក្យបានន័យថារៀនពាក្យរៀនមិនរំលឹកស្មើនឹងភ្លេចបាទអត់រំលឹកគឺស្មើភ្លេចហ្មងឥឡូវយើងឧទាហរណ៍ចូលទី1តាំងចិត្តរៀនពាក្យថ្មីឥឡូវបងប្អូនយើងឧទាហរណ៍ថានេះជាពាក្យថ្មីដែលយើងរៀនណាពាក្យនេះគឺយើងអានថាម៉េចអូខេយើងអានថា late l a t e late អានេះខ្ញុំប្រើពាក្យសាមញ្ញដែលយើងធ្លាប់រៀនពីមុនមកហើយណាអញ្ចឹង late នេះយើងប្រែថាយឺតមែនទេចាប់ផ្ដើមបង្កើតសំណួរខ្លួនឯងមួយថាអូ late ហ្នឹងដែលទូទៅយើងប្រែថាយឺតឬក៏យូរយឺតពេលហួសពេលអីចឹងណាតើគេប្រើវាបែបណាខ្លះគេយកវាទៅប្រើមិន
men ao ta late ប្រែថាយឺតឯងប្រែថាយឺតតែប៉ុណ្្នឹងទៅចេះតែប៉ុណ្្នឹងអត់ទេត្រូវដឹងថា late ទៀតបើសិនជាយើងបង្កើតប្រយោគបង្កើតមិនហើយវាប្រើបានបែបណាខ្លះណាបងប្អូនណាអូខេឥឡូវតើខ្ញុំចេះពាក្យថា late ប្រែថាយឺតតែមិនដឹងថាយកវាទៅប្រើមិនខ្ញុំឧទាហរណ៍មួយនៅពេលណាដែលយើងរៀនបង្កើតប្រយោគថ្មីឥឡូវឧទាហរណ៍ថាពាក្យនេះមួយគេសារភាពស្នេហ៍ពេលនេះហួសពេលហើយបងណាអមតាមលឺពាក្យហ្នឹងហ៎តើធ្វើមិនទេទៅពើមានបងហើយហួសពេលទៅហើយអញ្ចឹងពាក្យថា late យើងប្រែថាយឺតពេលឧទាហរណ៍ថា it is too late to admit that you love me នៅក្នុងមួយប្រយោគនេះមានពាក្យប្រហែលពាក្យនៅក្នុងប្រយោគឧទាហរណ៍ប៉ុន្តែលោកគ្រូដោយសារតែលោកគ្រូចេះអង់គ្លេសហើយបានបង្កើតប្រយោគចេញមែនទេអូខេខ្ញុំទទួលស្គាល់ចុះបើយើងបង្កើតមិនចេញយើងធ្វើម៉េចទី1យើងរៀនបង្កើតប្រយោគខ្លីដែលខ្លួនឯងហើយកុំឲ្យសាំញ៉ាំកុំឲ្យវែងពេកឧទាហរណ៍ថាពាក្យថា late ប្រែតែយឺតឥឡូវឧទាហរណ៍ថាខ្ញុំក្រោកយឺតមែនទេខ្ញុំក្រោកយឺតអូក្រោកយឺតអង់គ្លេសថាម៉េចទៅអាក្រោកអង់គ្លេសថាម៉េចយឺតហ្នឹងយើងចេះហើយចុះក្រោកដល់ពេលដែលយើងអត់ចេះពាក្យថាក្រោកហ្នឹងយើងសួរគេសួរឯងមកឬក៏ដាក់ Google Translate បងប្អូនកាលណាបើយើងរៀនបង្កើតប្រយោគដោយខ្លួនឯងបែបស្រាវជ្រាវអញ្ចឹងចាំបានយូរមែនទេព្រោះវាជារបស់យើងរបស់ណាក៏ដោយកាលណាបើយើងប្រឹងដោយញើសឈាមខ្លួនឯងវាមានតម្លៃហើយចាំបានយូរបើគេឲ្យស្រាប់គេប្រាប់មកស្រាប់ឆាប់ផ្លេចតែបើយើងរៀនឆ្ងល់រៀនបង្កើតខ្លួនឯងហ្នឹងអូចាំបានយូរឃើញទេចា៎នេះជាប្រយោគរបស់ខ្ញុំទេIt's too late to admit ហ្នឹងវាទទួលស្គាល់ទទួលសារភាពបើ admit mistake ទទួលកំហុសតែអានេះប្រែថាសារភាពណា It's too late អា too នេះប្រែថាពេកអញ្ចឹង It's too late មកថាវាយឺតពេកហើយ to admit that ណាដែលបងសារភាពថាបង love me បងស្រឡាញ់អូនណាឬក៏យើងហ្នឹងតាមស្រឡាញ់គេយូរណាស់ហើយអូនម្នាក់ហ្នឹងគាត់នៅតែនឹង 4-5 ឆ្នាំហើយស្រឡាញ់តាំងពីរៀនបឋមដល់អនុដល់វិទ្យាល័យដល់សាកលវិទ្យាល័យហើយសុំតាមស្រឡាញ់គេដល់ក្រោយដល់ពេលឯងការប្រពន្ធបាត់ទៅពេលនៅថាងខ្ញុំស្រឡាញ់បងឯងដែរតែបងឯងស៊ូតិចទៀតមកខ្ញុំនេះបាត់ណែអាចចឹងហើយគេហៅថា it's too late to admit that you love me too យឺតពេលហើយដែលអូនសារភាពថាអូនស្រឡាញ់បងដែរនោះបងតាមតាំងពីបឋមមកមែនទេអញ្ចឹងអា late ហ្នឹងឯងប្រែថាយឺតពេលឥឡូវឧទាហរណ៍មួយទៀតថាក្រោកយឺត get up late ឥឡូវឧទាហរណ៍មួយទៀតសុំទោសដែលខ្ញុំមកយឺត I'm sorry for being late អីចឹងមកចុះគាត់ថាពាក្យ late អាម៉ាត់ណាឥឡូវឧទាហរណ៍ពាក្យមួយទៀត late breakfast ណាពាក្យថា late breakfast នេះយើងប្រែថាអាហារពេលព្រឹកយឺតអាហារពេលព្រឹកយឺតនេះយ៉ាងម៉េចបានន័យថាឧទាហរណ៍ទៅអាហារពេលព្រឹកជាធម្មតាយើងរាប់ចាប់ទីពីម៉ោង6 7 8 9ចុះណាយើងរាប់ពីព្រឹកម៉ោង6ដល់ម៉ោង9ហ្នឹងយើងចាត់ទុកថាជាអំឡុងពេលនៃការញ៉ាំអាហារពេលព្រឹកណាអញ្ចឹងកាលណាបើដាក់ late breakfast ហ្នឹងយើងញ៉ាំនឹងរហូតដល់ម៉ោង9ជិតផុតម៉ោង9ចូលម៉ោង10ហើយអាហ្នឹងគេហៅថា late breakfast តើបងប្អូនហ្នឹងបាទអញ្ចឹងឥឡូវយើងឧទាហរណ៍ I usually have late breakfast on Saturday ណា I usually have late breakfast ជាទូទៅជាធម្មតាខ្ញុំញ៉ាំអាហារពេលព្រឹករៀងយឺតបន្តិចយើងក្រោកញ៉ាំអាហារពេលព្រឹករៀងយឺតបន្តិច on Saturday នៅថ្ងៃសៅរ៍ដោយសារតែថ្ងៃច័ន្ទធ្វើការល្ងាចថ្ងៃសុក្រក៏ធ្វើការតែថ្ងៃសៅរ៍យើងក្រោកយឺតយើងមិនចាំបាច់ប្រញាប់ទៅក្រោកធ្វើការអញ្ចឹងគេញ៉ៃមកអស់ដៃមែនទេអញ្ចឹងយើងអាចនិយាយថា late breakfast I usually have late breakfast on Saturday ជាទូទៅខ្ញុំញ៉ាំអាហារពេលព្រឹករៀងយឺតបន្តិចណាមកពាក្យមួយទៀតបងប្អូនឥឡូវនេះត្រូវចំណាំមែនទេពាក្យថា late ដែលយើងប្រែតែយឺតមិញណាពាក្យថា late នេះកាលណាបើដាក់មុខ noun មុខមនុស្ស noun នេះគឺមុខសំដៅដល់នាមដែលជាមនុស្សប្រុសមនុស្សស្រីកាលណាបើបូកអញ្ចឹងយើងមិនមែនប្រែថាអតីតទេឬក៏ប្រែថាចុងក្រោយទេឥឡូវឧទាហរណ៍ថា late ដែលយើងប្រែថាយឺតទៅណាដាក់ជាមួយ husband ពឹប
dương mình men pre tháp đây cào thế nè late dứt đi trong cào này nè husband nó đây chẳng late husband nhưng pre tháp đây cào vậy on thế hai con mình men pre tháp đây dứt đại late husband pre tháp khmoi đây nhom chắc ban đây ta cana bởi cái đã late bị một niềm mũi nè dương mình men pre tháp đứt xóa mây ấy cái này ní cứ sầm đạo đó ta khmoi xóa mây khmoi đây nhom ý biển là cọ sập việc cọ sập men nào vừa nè pi chừng non môn bay trong nó tôi cana bờ bục để chạy than tờ hái theo tờ khmoi giờ bục cana bờ mặt đai chạy than tờ hái dừng vào khmoi mà đai nhom khmoi giờ bục nhom cả pi môn món trong lứa nè cả pi nó tôi taแล้วcana bờ dừng hao tờ khmoi giờ bục khmoi đây khmoi ấy nó đôi gì riêng thằng mình này bằng vốn bà cặp bàn tay late husband nó dừng prai chẳng bây giờ prai ta xóa mây để chạy than tàu hái anh nó về đường về tích tạo đây thì chẳng late husband ta không ai đây hiểu cho bơ ạt đứt xóa mây dân anh prai ta ex chẳng bốn ex husband ex máu đọ tre chứ máu ex husband nó ta ạt đứt xóa mây chẳng ex husband này nâng late husband việc khóc này chẳng mách việc khóc này trong thá late husband đặc biệt là lên ní cứ sầm đạo đó xóa mấy để chạy than tàu hơi chuồn cá nó ngày dương bán lên lẹ kia tếtกับbàn tay có chạy than tới những ngày hào ta không vào đây khi nhom ria ex husband dương phải thả đứt xóa mấy đại ai ta quạt dương lên lẹ kia cho mùi quạt dương divorce cho mùi cần divorce cho mùi quát nó cái hào thả ex husband còn ở toàn chạy than toàn slap thì tại dương lên lẹ kia ban đầu cho mùi cái này chẳng late husband dương phải ta không vào đây khi nhom ria ex husband dương phải thả đứt vào đây khi nhom vìเขาเนี่ยตรังมุ้ยสลับให้มุ้ยใบเนี่ยโดยสลับหรือกับมุ้ยใบเนี่ยโดยได้เลี้ยงเลี้ยchẳng có một chẳng hai số bán nóยังโดmà họ đạo bởi vì người ta late wife người ta không ai bập bùn không nhom nè vốn á tại biển đang được trong vậy chẳng thả lợn đang về tới chỉ riêng thằng ngôn đây thôi vì muốn lập lưới kinh dây biển đang nè ta lợn đang miên này dây ọt tê ok bà cho bà xem dân đã late king sẽ đặt chứ chắc cana và dân đã lết để dùng mùi king sẽ đặt nắng dưỡng prai tha mình men prai tha đứt bể chia tê dân prai tha bể chia đại soi ti vừng cột tờ hai nè để dân ai prai barom ratana cao để dân ở vốn prai barom ratana cao mà đây tha bể chia để bỏ ăn trong soi ti vừng cột tờ hai dân prai pia năng đại prai barom ratana cao đó nữa ok bà lâu thì họ chẳng late husband như đắng và prai thầm mấy mình muốn prai ta không ai vào đây khi nhom rồi vào đây cho để chạy than tờ hỏi nó chứ chẳng ai ưu họ I dreamed about my late husband last night dùng mấy khi nhom vô sọc khơi nhà đất đây khi nhom nè dùng mình khi nhom vô sọc khơi không ai vào đây khi nhom mò vô sọc khi nhom than chạy chẳng từ nè anh ấy bảo mình hao chân của bạn đấy các bạn tay ní piện ní thọp miên không ai dương thọp pra không ai vào đây không ai vào pôn không ai vào pok không ai mà đá chứ nè tại khi mà mình vừa đi đại bong pôn pra piện đại bong pôn cứ tập thắng bành vậy thế còn là đằng thọ late husband cứ chia piện mới đại thao xóa mới để chạy thàn từ hai late ấy chân tờ bồn bạn ok ở những đằng chân piện môi tiệt anh ấy an thầm mày bị thầm ấy á burden chẳng bị thầm burden nhưng phải thầm bẩn tục nó đây thằng cách càng như thằng lại để dân rap rong để dân thưa từ tua thưa nó bị cho ơn vì chỉ bẩn tục dân về thưa dân nó ngay về stress nó về thằng ngôn á anh ấy cao thầm burden bẩn tục cruza bẩn tục cách càng đi anh ấy cao thầm burden chẳng dân trâu đăng thà anh ấy bị thầm ấy hái còn trâu đăng rủ biết này cả anh đây cái anh thầm burden ok nè cái buôn án này sầm khăn nè chắc cái bây giờ che pia này anh tập burden hai dân trâu điên bạc cáประโยค tiết nè ưu tiên họ am I a burden to you ta không chỉ bận tục robot nè rứ ưu tiên họ dân vậy ta vì sao không ai mũi dân cha vậy ta tích không rồng khan nè tự tích không thôi nè bà bạ tự anh ấy vì ai pra pia nhân ban đây am I a burden to you tích không thôi nè anh rô mình tục ngôn tử anh cái xua dâu thì họ tham
ម្នាក់នឹងកំពុងតែរវល់ហើយយើងមកពឹងពាក់ឲ្យគាត់ជួយធ្វើការអីគេថាយើងអូ am I a burden to you ខ្ញុំជាបន្ទុករបស់អ្នកដឹងមែនណាបាទហ្នឹង burden មកមុនចាំណា burden nóជាបន្ទុកឲ្យគេបន្ទុកកិច្ចការងារអញ្ចឹងឧទាហរណ៍ថាកូនគាត់ចង់និយាយថាខ្ញុំអត់ចង់ធ្វើជាបន្ទុកនៃពុកម៉ែខ្ញុំទៀតទេណា I don't want to be ណាខ្ញុំអត់ចង់ធ្វើខ្លួនជា a burden ណាជាបន្ទុក to my parents anymore ទៅកាន់ឬចំពោះពុកម្ដាយរបស់ខ្ញុំទៀតទេខ្មែរយើងខ្ញុំមិនចង់ធ្វើជាបន្ទុកពុកម្ដាយរបស់ខ្ញុំទៀតទេប្រែអញ្ចឹងក៏បានដែរអញ្ចឹងយើងអាចនិយាយថា I don't want to ខ្ញុំអត់ចង់ឃើញទេបងប្អូនអាខ្ញុំអត់ចង់នៅអង់គ្លេសថាម៉េចយើងស្រាវជ្រាវមើលមក be a burden ហ្នឹងធ្វើជាបន្ទុក to my parent ហ្នឹងឪពុកម្ដាយរបស់ខ្ញុំ anymore ហ្នឹងទៀតទេ so I don't want to be ខ្ញុំអត់ចង់ធ្វើជា a burden to my parents ជាបន្ទុកឪពុកម្ដាយរបស់ខ្ញុំទៀតទេ I don't want to be a burden of my parents anymore ខ្ញុំអត់ចង់ធ្វើជាបន្ទុកឪពុកម្ដាយខ្ញុំទៀតទេខ្ញុំខំប្រឹងប្រែងខ្លួនឯងអញ្ចឹងមកអូខេបាទអានេះគ្រូគាត់លើកទឹកចិត្តណាគាត់ថា if you study hard ខំប្រឹងប្រែងរៀនសូត្រ and if you are a good citizen ណែហើយប្រសិនបើអ្នកឯងជា good citizen ជាប្រជាពលរដ្ឋល្អជាក្មេងល្អ you are a treasure យ៉ាងប្រែថាទ្រព្យសម្បត្តិអញ្ចឹងនៅក្នុងប្រយោគឧទាហរណ៍មួយអាចថាមានពាក្យថ្មីនៅទីទៀតកាលណាបើយើងរៀនតែមួយពាក្យទេបង្កើតប្រយោគនៅក្នុងប្រយោគមួយមានពាក្យថ្មីទៀតហើយរៀនតែប៉ុណ្្នឹងទៅកុំបញ្ញាមួយថ្ងៃ 4-10 ពាក្យបងប្អូនរៀនតែប៉ុណ្្នឹងណា if you study hard ប្រសិនបើអ្នកខំប្រឹងរៀន you are a good citizen ហើយប្រសិនបើអ្នកជាប្រជាពលរដ្ឋល្អ you are a treasure អ្នកឯងគឺជាទ្រព្យសម្បត្តិគឺជាមរតកណាជាទ្រព្យជាពេជ្រជាមាសជាពេជ្រ to your parents ចំពោះពុកម្ដាយរបស់អ្នក not a burden ណាឯងមិនជាបន្ទុកទេអញ្ចឹងខ្ញុំគ្រាន់តែចង់រំលឹកឡើងវិញអូខេឥឡូវយើងរំលឹកឡើងវិញសិនពាក្យថា late យើងប្រែថាយឺតមែនទេអាហ្នឹងចូលដល់ពេលរំលឹកណាបងប្អូនរំលឹកជាមួយខ្ញុំ late យើងប្រែថាយឺតឧទាហរណ៍ថាអីគេ late breakfast យើងញ៉ាំអាហារពេលព្រឹករៀងយឺតបន្តិចតែបើ late ដាក់ពីមុខ noun ដាក់ពីមុខរបស់មនុស្សយើងប្រែថានេះនោះខ្មោចនេះខ្មោចនោះទៅអ្នកដែលចែកឋានទៅហើយហ្នឹងណាអូខេអាហ្នឹងគេប្រាប់ពាក្យ late husband ខ្មោចប្តីខ្ញុំឬ ex husband ប្រែថាអតីតស្វាមីអាចទៅលេងលះគ្នាហើយគាត់មិនទាន់ចែកឋានទេពាក្យមួយទៀតបន្ទុកដែលយើងអានថា burden នេះ burden បន្ទុកអញ្ចឹងខ្ញុំអត់ចង់ធ្វើជាបន្ទុក I don't want to be a burden to my parent or to you អត់ចង់ធ្វើជាបន្ទុកខ្លួនឯងទេហើយកាលណាបើយើងរៀនបង្កើតប្រយោគខ្ញុំសូមត្រឡប់មកនេះបន្តិចបងប្អូនប្រសិនបើយើងរៀនបង្កើតប្រយោគពាក្យថ្មីមួយបង្កើតប្រយោគណាដែលសាមញ្ញហើយវាគួរឲ្យចងចាំវាមានន័យអប់រំឬក៏វាមានន័យគួរឲ្យចងចាំក្នុងខួរក្បាលរបស់យើងអានឹងចាំបានយូរហ្មងអានេះគឺជាប្រយោគខ្ញុំឧទាហរណ៍វាមានខ្លឹមសារមែនទេកូនគេនិយាយថា I don't want to be a burden to my parents anymore ខ្ញុំអត់ចង់ធ្វើជាបន្ទុកឪពុកម្ដាយរបស់ខ្ញុំទៀតទេដល់ពេលខ្លួនឯងកំពុងតែនៅសិស្សសាលាអីចឹងទៅយើងធុញទ្រាន់នឹងជីវិតសិក្សាអីទៅអាចទៅរៀនមិនទៅមុខឬក៏ខ្សែគប់មិត្តភ័ក្តិមិនល្អនឹងឯងធ្វើឲ្យឪពុកម្ដាយពិបាកចិត្តអីចឹងណាអញ្ចឹងវាកូនសិស្សហ្នឹងក៏ចាប់និយាយថាអូខ្ញុំអត់ចង់ធ្វើជាបន្ទុកឪពុកម្ដាយរបស់ខ្ញុំទៀតទេណា I don't want to be a burden to my parents anymore អញ្ចឹងបានគ្រូគេប្រាប់មកណែសាច់រឿងវាអញ្ចឹង if you study hard ណែបើសិនបើកូនឯងខំប្រឹងប្រែងរៀនសូត្រ and are a good citizen ហើយបើកូនឯងធ្វើជាមនុស្សល្អមិនកូនឯងមិនសង្ហាកូនឯងមិនលយកូនឯងមិនចាំស្អាតស្អីទេកូនឲ្យតែកូនឯងខំប្រឹងរៀនហើយធ្វើខ្លួនឲ្យល្អទៅមិនចាំសង្ហាមិនចាំ beautiful អីខ្លាំងទេធ្វើតែប្រជាពលរដ្ឋល្អ you are a treasure to your parents ណែកូនឯងនោះគឺជារតនសម្បត្តិជាទ្រព្យសម្បត្តិជាមាសជាពេជ្ររបស់ឪពុកម្ដាយកូនឯងណា not a burden កូនឯងមិនជាបន្ទុកទេកូនឯងជាមាសជាពេជ្ររបស់ឪពុកម្ដាយ Okay so if you study hard and be a good citizen you are a treasure to your parents you are not a burden alright ចឹងថ្ងៃនេះយើងរៀនតែពាក្យថា late ហើយនឹង burden តែពីរពាក្យហ្នឹងបងប្អូនឃើញទេ
nó không mà bật ô ní bóng bồn chơi vào màn bị right chẳng bóng bồn đài trao ca riêng dây về sau lên đây nè giờ bao ní cứ khăng ở lò bên đèn clear dần từ đây bây giờ nó cho man thọt cho vật ô hay giờ phao đi cái trong thọt chọc đây trong YouTube bằng bồn trôi tôi mơ miền ở hai bằng bồn bạc ok hay mà ngày bằng bồn mày đi chán đi tầm mà pi anh ấy không có lơ nhưng mà pi mà trai ở đây chỉ mới bằng bồn thế ok ta chẳng dừng miền tập năng chụp nên là các loại tiết bạt bằng bồn sống ở con sông chưa đẹp lì pi pai